បងប្អូនអ្នកចិញ្ចឹមមាន់ខ្លះហើយជាអត់ទាន់ដឹងថាមើមខ្ទឹមសដែលយើងស្លរាល់ថ្ងៃហ្នឹងគឺជាថ្នាំទម្លាក់ព្រូនជាថ្នាំសារធម្មជាតិដ៏ពូកែបំផុតសម្រាប់សត្វមាន់វាជួយដេញព្រូនផងការពារមាន់កុំឲ្យផ្ដាសាយផងហាមភ្នែកនិងរាករូសផងដោយមិនបាច់ចំណាយលុយទិញថ្នាំពេទ្យសោះតែយើងត្រូវធ្វើពេលម្ដេចតោះទៅធ្វើជាមួយខ្ញុំទាំងអស់គ្នាបងប្អូនដែលមកថ្មីសូមជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងបាទអរគុណបាទជាដំបូងគឺយើងត្រូវត្រៀមខ្ទឹមសមកហើយសម្រាប់មាន់20ទៅ30ក្បាលបងប្អូនប្រើខ្ទឹមសចំនួន2ទៅ3មើមធំគឺល្មមយើងបកសម្បកវាចេញឲ្យស្អាតរួចយកវាទៅបុកនៅក្នុងត្បាល់ឲ្យម៉ត់ហើយបើសិនបើបងប្អូនចង់ឲ្យវាមានជាតិកាន់តែខ្លាំងកាន់តែបកែបងប្អូនអាចបុកខ្ញីឬក៏រមៀតថែមមកកង់ទៀតទៅចូលគ្នាក៏បានដែរហើយខ្ទឹមសនេះគឺយើងអាចយកទៅលាយជាមួយចំណី5មុខដែលខ្ញុំបានបង្ហាញជូនបងប្អូននៅថ្ងៃមុនបានប្រសិនបើបងប្អូនណាដែលមិនទាន់បានមើលវីដេអូនោះបងប្អូនអាចទស្សនានៅក្នុង link ដែលបង្ហាញនៅលើវីដេអូនេះបានត្រង់ចំណុចនេះបងប្អូនត្រូវចាំថានៅពេលដែលយើងបុកខ្ទឹមសឲ្យម៉ត់ហើយកុំឲ្យយកវាទៅលាយជាមួយទឹកភ្លាមព្រោះតែកាលណាបងប្អូនលាយជាមួយទឹកភ្លាមវាអត់ទាន់ចេញជាតិថ្នាំមកល្អទេអញ្ចឹងបងប្អូនត្រូវដួសវាទុកនៅក្នុងចានហ្នឹងចោលប្រហែល10នាទីសិនទៅដើម្បីឲ្យជាតិថ្នាំនៅក្នុងខ្ទឹមសហ្នឹងវាអុលចេញមកក្រៅបានល្អហើយសឹមយើងយកវាទៅប្រើចំពោះរបៀបដាក់ឲ្យមាន់ផឹកវិញគឺងាយស្រួលបំផុតបងប្អូនគ្រាន់តែដួសទឹកខ្ទឹមសនេះដាក់ឲ្យមាន់ផឹកនៅពេលព្រឹកព្រលឹមព្រោះថានៅពេលព្រឹកហ្នឹងកាពះនិងពោះវៀនមាន់គឺនៅទំនេរស្អាតលុះដល់ពេលផឹកឡើងយើងបអត់ទឹកមាន់យើងមកសន្ទុះទៀតទៅសឹមយើងយកទឹកខ្ទឹមសហ្នឹងយកមកដាក់ឲ្យវាផឹកក៏លឺសំខាន់ត្រង់ថានៅពេលយប់យើងត្រូវដកស្នូកទឹកចេញពីទ្រុងកាលណាបងប្អូនធ្វើបែបនេះមាន់យើងច្បាស់ជាស្រេកទឹកខ្លាំងហើយនៅពេលដែលយើងដាក់ទឹកខ្ទឹមសទៅច្បាស់ជាវារត់មកផឹកហើយក្រៅពីលាយទឹកឲ្យមាន់ផឹកបានហើយបងប្អូនក៏អាចយកខ្ទឹមសដែលយើងបុកហ្នឹងទៅច្បល់លាយជាមួយបាយកកកន្ទក់ឬក៏ចំណីឲ្យមាន់ស៊ីផ្ទាល់ក៏បានដែរចំពោះបរិមាណក្នុងការលាយចំណីវិញគឺយើងប្រើខ្ទឹមសបុកម៉ត់ចំនួន1ខាំយកទៅលាយជាមួយនឹងចំណីចំនួន5គីឡូក្រាមបាទយើងគួរធ្វើបែបនេះឲ្យមាន់យើងស៊ីឬក៏ឲ្យមាន់យើងផឹកហ្នឹង3ថ្ងៃជាប់គ្នាហើយក្នុងមួយខែឬ2ខែយើងធ្វើវាម្ដងធានាថាមាន់បងប្អូននឹងជ្រុះព្រូនអស់ពីពោះមានសាច់ឈាមក្រហមល្អស៊ីចំណីបានច្រើននិងមិនងាយឈឺផ្ដាសាយឡើយបងប្អូនអាចសាកល្បងវិធីនេះសម្រាប់មាន់បងប្អូននៅផ្ទះបានបាទវិធីធ្វើថ្នាំមាន់ពីខ្ទឹមសគឺមានតែប៉ុណ្្នឹងឯងងាយហើយសមใจនិងមានប្រសិទ្ធភាពខ្ពស់បើពេញចិត្តវីដេអូនេះកុំភ្លេចជួយចុច like និងចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា